បាទសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំបណ្ណានៅក្នុងវីដេអូនេះខ្ញុំសូមលើកបង្ហាត់បាក់ឌុបឆ្នាំ2025មកបង្ហាញជូនបងប្អូនទាំងអស់គ្នាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាតាមដានបាទដើម្បីយើងអាចមានមូលដ្ឋានគ្រឹះក្នុងការធ្វើវិញ្ញាសាយើងត្រៀមប្រឡងបាក់ឌុបនៅថ្ងៃខាងមុខនៅក្នុងលំហាត់នេះនៅពេលដែលយើងឃើញប្រភេទចម្លើយបាទ any sum up ឬក៏ match បែបនេះគឺគេចង់តេស្តទៅលើ variant determiner បាទគឺជាប្រភេទ variant determiner បាទឲ្យតែយើងឃើញរូបភាពចម្លើយបែបនេះអញ្ចឹងបងប្អូនបានដឹងហើយក្នុងវីដេអូមុនដើម្បីតេស្តប្រភេទលំហាត់ determiner យើងត្រូវមើលប្រធានវានេះកំណត់ថាវាជាប្រភេទប្រយោគស្របបដិសេធឬក៏សំណួរបាទអញ្ចឹងសូមបងប្អូនពិនិត្យមើលប្រធានរបស់យើងគេឲ្យមក we saw children in the park បាទអញ្ចឹងបើសិនណាវាជាប្រភេទទម្រង់បដិសេធគឺយើងមានពាក្យ not ហើយបើវាជាប្រភេទទម្រង់សំណួរវាមានសញ្ញាសួរប៉ុន្តែយើងមានឃើញពាក្យ not ឬក៏សញ្ញាសួរទេដូច្នេះយើងសន្មតថាវាជាទម្រង់ស្របបាទហើយបន្ទាប់មកទៀតគឺយើងកំណត់ចម្លើយមួយការប្រើប្រាស់របស់វាចំពោះ any គឺយើងប្រើវាបាននៅក្នុងទម្រង់បដិសេធហើយសំណួរយើងប្រើវាបានជាមួយនឹងplural noun ហើយមួយទៀតគឺជាមួយនឹង uncount noun បាទប្រើជាមួយនឹង uncount noun បាទចម្លើយ B គឺ sum ចំពោះ sum គឺយើងប្រើបានទម្រង់ស្របហើយនឹងសំវាបែប request បើសំណួរជាបែប request ណាសុំហើយយើងប្រើជាមួយនឹង noun plural noun ដែរបាទ plural noun ហើយមួយទៀតជាមួយនឹង uncount noun ផងដែរវាចំពោះ sum ហើយចំពោះគឺយើងប្រើបានយកស្របបដិសេធនិងសំណួរហើយយើងប្រើជាមួយនឹង singular noun នេះយើងបកប្រែថានាមឯកវចនៈនាមដែលមានតែមួយបាទចំពោះ match យើងប្រើបានទម្រង់ប្រយោគបដិសេធនិងទម្រង់សំណួរហើយយើងប្រើជាមួយនឹង uncount noun នោះមានន័យថានាមមិនអាចរាប់បានបាទនាមមិនអាចរាប់បានបន្ទាប់ពីយើងកំណត់ចម្លើយមួយមកបានហើយយើងរក្សាបាទតែចម្លើយណាដែលវាប្រើបាននៅក្នុងទម្រង់ស្របអ្វីដែលធានយើងឲ្យបាទឥឡូវយើងមើលចម្លើយ any យើងប្រើបានតែប្រយោគបដិសេធនិងសំណួរអញ្ចឹងយើងមិនអាចទុកបានទេយើងមកវាចោលចំពោះ sum យើងអាចប្រើបានទម្រង់ស្របដែរអញ្ចឹងយើងរក្សាទុកទៅតែពេលចម្លើយ C ចម្លើយ C គឺយើងប្រើបានទម្រង់ស្របដែរអញ្ចឹងយើងទុកចម្លើយ D match គឺយើងអាចប្រើជាមួយនឹងទម្រង់ស្របទេគឺបដិសេធនិងសំណួរអញ្ចឹងយើងលុបចម្លើយ D នេះចោលទៅអញ្ចឹងយើងនឹងសល់ចម្លើយ C និងចម្លើយ B ព្រោះវាប្រើបានប្រយោគស្របដូចគ្នាអញ្ចឹងយើងមើលមកប្រធានយើងវិញគឺដែលនាមដែលក្នុងខាងក្រោយចុចនេះនៅពេលដែលយើងកំណត់ថានាមហ្នឹងតើជាប្រភេទនាមអីចំពោះ children ហ្នឹងយើងបកប្រែថាក្មេងៗចំពោះ children គឺមកពាក្យ child ហើយតើជា plural វាគឺ children បាទchild នេះគឺជា singular noun បាទ singular noun តទៅពេល children គឺជា plural noun បាទដូច្នេះចំពោះយើងមើលចម្លើយ C គឺយើងបូកបានជាមួយនឹង singular noun តែពេល singular noun យើងបាននេះជា plural noun អញ្ចឹងចម្លើយ C យើងអាចប្រើបានមិនអាចជ្រើសរើសចូលបានទេហើយអញ្ចឹងនៅសល់ចម្លើយ B 30គឺប្រើជាមួយនឹងplural noun ហើយប្រើបានមួយប្រយោគស្របទៀតអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ B បាទបន្ទាប់ពីខ្ញុំបានបកស្រាយលំហាត់ determiner យើងនៅក្នុងវិទ្យាសាស្ត្រ2025នេះខ្ញុំក៏មាន homework សម្រាប់បងប្អូនដើម្បីអនុវត្តបន្ថែមទៀតហើយសង្ឃឹមបងប្អូនទាំងអស់គ្នាបាទអនុវត្តជាមួយលំហាត់យើងដើម្បីត្រៀមបាក់ឌុបនៅពេលថ្ងៃខាងមុខហើយជូនពរឲ្យបងប្អូនជោគជ័យជាមួយនឹងការប្រឡងបងប្អូននៅថ្ងៃខាងមុខផងដែរសូមអរគុណ